ជំរាបសួរទៅដល់ខាងបងប្អូននិងអូនពូមីងទាំងអស់គ្នាថ្ងៃនេះគឺយើងមកលេងបឹងវរីទៀតហើយបងប្អូនណានិយាយពីថាបរិយាកាសវិញស្អាតខ្លាំងណាស់ជ្រុងនេះក៏ស្អាតដែរនេះខាងខ្ញុំបានមកលេងទៀតហើយបងប្អូនកាត់ stress អញ្ចឹងណាបាទពេលខ្លះគឺយើងអាចនៅក្នុងការដំណើរកំសាន្ត relax អីចឹងទៅមកជុំអូយខប់សេរីស្អាតខ្លាំងមែនតើហើយមួយវិញទៀតសោតមានបងប្អូនយើងច្រើនដែលគាត់មកលេងកំសាន្តដែរអញ្ចឹងណាហើយសម្រាប់ខែបងប្អូនឃើញទេបើសិនជាយើងមកយកអីមកញ៉ាំណាបាទអញ្ចឹងជួគួរតែវិចយកទៅផងបាទព្រោះថាពេលខ្លះសម្រាប់មិនតិចតិចហ្នឹងវាធ្វើឲ្យខូចបរិស្ថានអញ្ចឹងណាបងប្អូនអញ្ចឹងគឺយើងចូលរួមសម្អាតបរិស្ថានទាំងអស់គ្នាហើយមួយវិញទៀតសោតបងប្អូនហើយបរិយាកាសល្អមែនតើអឺមខ្លាំងបាទខាងខ្ញុំបាទឲ្យអួយបើនិយាយពីថាបរិយាកាសបឹងវរីវិញគឺស្អាតខ្លាំងណាស់បងប្អូននៅក្នុងខេត្តរតនគិរីពោពេញទៅដោយនៅជាមួយនឹងគេហៅថា Eco Texture បងប្អូនអញ្ចឹងឃើញមួយជ្រុងនេះក៏ស្អាតដែរនេះមួយជ្រុងផ្លូវចកាគេណាប៉ុន្តែស្អាតខ្លាំងមែនតើខប់ហ្មងណាខប់សេរីបាទឥឡូវយើងឡើងមកលើសិនបាទដាក់ឲ្យខាងបងប្អូនទស្សនាអូស្អាតញាក់ហ្មងបងប្អូនមកលុបចាំងថ្ងៃបងប្អូនហើយមួយជ្រុងនេះក៏ស្អាតដែរនេះបងប្អូនឃើញបងប្អូនយើងគាត់យករបស់មកញ៉ាំមកបងប្អូនចឹងចូលរួមសម្អាតទាំងអស់គ្នាដើម្បីស្អាតទៅថ្ងៃក្រោយទៀតណាអរគុណច្រើនចឹងមានតែប៉ុណ្្នេះទេចូលរួមសម្អាតបរិស្ថានទាំងអស់គ្នាដើម្បីទីក្រុងស្អាតបាយបាយ